នេះជាទីតាំងមួយកន្លែងទៀតនៅក្រោមបន្ទប់ឆ្លងខ្សែឈាមបេះដូងបើពីដានមើលទៅឃើញថាមានកណកទឹកញើសដែរជាប់នឹងបានស្លែបមើលយើងជូតហើយទុកវាចោលតែវាមានជាមកទៀតអូបន្ទប់ឆ្លងខ្សែឈាមបេះដូងនេះលោកគ្រូគាត់បើកម៉ាស៊ីនជាក់ stand by ចោលដែរ24ម៉ោងឥឡូវបានស្នើសុំឲ្យគាត់តឡើងទៅ25ហើយនៅពេលដែលអត់មានអ្នកជំងឺមកធ្វើការឆ្លងខ្សែឈាមបេះដូងជាមួយជួយសម្អាតវា